ទៅនៅសុកសុកក៏មានអារម្មណ៍មួយថាអន្តេសាខ្លាំងមែនតើហើយក៏មានចម្ងល់ឆ្ងល់ចង់សួរទៅកាន់ក្រុមបពុគាត់ខ្លាំងមែនតើសម្រាប់រឿងកូនចុងកូនដើមសម្រាប់ភាគទី6កាលណាចេញសូម្បីតែ fan អ្នកមើលកំពុងតែអន្តេសាខ្លាំងមែនតើអ្នកគ្នានិយាយទៅសម្រាប់ fan ដែលតាមបានរឿងហ្នឹងគឺមាន comment ជាច្រើន comment ក្នុង page ថាក្នុង YouTube អ្នកគ្នានេះសម្រាប់ក្រុមអរុនវាថ្មីកំ pl ាញកុមារបងប្អូនអ្នកគ្នានិយាយទៅមួយរយៈហ្នឹងដូចជាខានមើលរឿងហ្នឹង 3-4 ថ្ងៃហើយអ្នកគ្នាសម្រាប់រឿងកូនចុងកូនដើមភាគទី6ចឹងអ្នកទាំងអស់គ្នាឥឡូវយកមក research មកទាំងអស់គ្នាថាតើក្រុមអរុនវាថ្មីកំ pl ាញកុមារហ្នឹងចាក់រឿងកូនចុងកូនដើមភាគទី6នៅបងប្អូនអ្នកគ្នាតហើយអ្នកទាំងអស់គ្នាយុគមិញគាត់ចាក់រឿងម៉ែខ្ញុំមិនដែលខុសហើយអ្នកគ្នាចាំមើលអាត្មាស្រកគីឡូអស់1គីឡូហើយអត់មានបាយមិនសូវបានទេព្រោះអត់បានមើលរឿងកូនចុងកូនដើមសង្កឹមថ្ងៃមួយខ្ញុំនឹង comment ឲ្យបានមុនលោកបងទៅចោះទៅលោកបងគាត់បកកាយ comment លឿនជាងគេបងប្អូនអ្នកគ្នាហើយមានសំណួរជាច្រើនសួរថាបងកោតណាចេញរឿងកូនចុងកូនដើមអ្នកអស់គ្នាកោតចេញរឿងកូនចុងកូនដើមនិយាយថាសំណួរជាច្រើនកំពុងតែរុករៀនខ្លាំងមែនទេបងប្អូនអ្នកគ្នាម្នាក់ថាខឹងហើយអត់ចេញរឿងភាគ6ហ្នឹងគឺស្អែកខ្ញុំឈប់មើលហ្មងភាគ6ហ្នឹងខ្ញុំចាំតាមដានចង់ឈួតមនុស្សហើយខំមកឆាច់មើលម្ដងហើយម្ដងទៀតមិនឃើញសោះកូនចុងកូនដើមណាហើយលើខ្ញុំណាចាអើយខំចាំមើលរឿងនោះខំចាំកោចេញរឿងអ្នកគ្នាអ្នកខ្លះចាំនឹងហេវបាយអ្នកគ្នាអូយខ្ញុំសូមសរសើរហ្មងអ្នកគ្នាអ្នកក៏ប្រាប់ហើយសម្រាប់រឿងកូនចុងកូនដើមយកមិនតបានអាចចេញភាពបន្តបានដោយសារតួមួយចំនួនចុះប្រឡងឈុំមេទី12អ្នកគ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់យើងនឹងព្យាយាមចេញភាពបន្តឲ្យឆាប់អត់បានមើលរឿងកូនចុងកូនដើមអាត្មាឆាន់បាយអត់ឆ្ងាញ់ទេរីខុសរសជាតិអ្នកគ្នាអ្នកអូនមួយកាលណាចេញភាពបន្តបងប្អូនអ្នកគ្នាដាច់រឿងនឹងពីរថ្ងៃហើយច្រាស់បាយក៏មិនឆ្ងាញ់ដែរមិនខ្ចីធ្លាក់ដល់ពវិនសោះខំចាំមើលកូនចុងកូនដើមតែឥឡូវសេតប្រយចឹងអ្នកនរគ្នាតាមពិតទៅដោយសារតួមួយចំនួនគឺគាត់កំពុងតែរវល់ប្រឡងចឹងទៅចឹងកុំខឹងពួកគាត់ឯអ្នកគ្នាចឹងអ្នកគ្នាទៀតទាំងអស់គ្នាថ្ងៃហ្នឹងអាចចេញអ្នកគ្នាតោះចឹងចាំមើលជាមួយខ្ញុំទាំងអស់គ្នាបាយ